សូមជូនរឿងជាតិខ្លាធំកាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យសម្បត្តិនៅនគរមួយមានអគ្គមហេសីជាចោមស្ត្រីមានមន្ត្រីចតុស្ដម្ភ4នាក់មានហោរា1នាក់ជាតំណាងព្រះនេត្រព្រះកានព្រះអង្គមានមន្ត្រីនិងស្រីស្នំជារាជបរិពារពេញកិត្តិយសជាម្ចាស់ផែនដីតាមព្រះរាជប្រពៃណីអំពីបុរាណរៀងមកប៉ុន្តែព្រះមហាក្សត្រីនិងចតុស្ដម្ភទាំង4នាក់ពុំបានរៀនវេទមន្តខាងការពិជ័យសង្គ្រាមដោយព្រះរាជាមុនមកឡើយព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេកដោយព្រះរាជានុភាពរបស់ព្រះអង្គចេះតែទន់ទាបចុះទ្រង់ក៏រំពឹងថាបើប្រសិនជាមានសឹកសត្រីចូលមកលុកលុយដណ្ដើមព្រះនគរអញមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្តដោយងាយពុំខាន់ឡើយថ្ងៃមួយវេលាម៉ោង8ព្រឹកព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោងដោយមានព្រះអគ្គមហេសីគង់អែបណែបជិតព្រះអង្គហើយដែលមានហោរាចតុស្ដម្ភទាំង4នាក់និងមន្ត្រីឯទៀតក្រាបបង្គំគាល់តាមធម្មតាពេលនោះទ្រង់ភ្នាក់ប្រតិចង់ទៅរៀនសិល្បៈសាស្ត្រក្នុងសំណាក់អាចារ្យទិសាបាមកឯនគរតក្កសិលាទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសីក៏សុំតាមទៅផងឯហោរានិងចតុស្ដម្ភទាំង4នាក់ក៏សុំតាមហែព្រះហង្សទៅដែរដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរព្រះអង្គក៏ទ្រង់ព្រះរាជានុញ្ញាតជំនុំរួចស្រេចមានថ្ងៃមួយព្រះអង្គនាំអគ្គមហេសីហោរានិងចតុស្ដម្ភទាំង4នាក់ចេញចាកព្រះនគរគម្រប់7ថ្ងៃដល់នគរតក្កសិលាបានជួបនឹងអាចារ្យទិសាបាមកក៏សូមរៀនសិល្បៈវេទអាចារ្យទិសាបាមកទទួលភារៈបង្រៀនព្រះអង្គព្រះអគ្គមហេសីនិងហោរាព្រមទាំងចតុស្ដម្ភបានរៀនចេះសពគ្រប់ទោះនឹងចង់ក្លែងខ្លួនជាសត្វតិរច្ឆានឬជាយក្សគន្ធពសុពណាក៏បានដោយងាយរៀនចេះសពស្ដេចសុំលាលោកអាចារ្យវិលត្រឡប់មកព្រះនគរវិញអាចារ្យក៏អនុញ្ញាតព្រះរាជានិងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរត្រឡប់មកវិញព្រមទាំងហោរានិងចតុស្ដម្ភទាំង4នាក់ទ្រង់ចេញចាកក្រុងតក្កសិលាមកបាន3ថ្ងៃហេតុតែផលកម្មនាំឲ្យវង្វេងផ្លូវទ្រង់យាងត្រែកកាត់ព្រៃអស់ស្បៀងអាហារសោយតែមើមឈើនិងផ្លែឈើព្រះរាជាទ្រង់ស្ដាយព្រះជន្មទ្រង់ក៏ជំនុំគិតជាមួយនឹងហោរាចតុស្ដម្ភទាំង4នាក់ព្រមទាំងព្រះអគ្គមហេសីថាឥឡូវនេះយើងជិតដល់ការអស់អាយុសង្ខារគ្រប់គ្នាហើយព្រោះគ្មានអាហារនិងចិញ្ចឹមជីវិតតើអស់លោកយល់ឃើញដូចម្ដេចហោរាទូលព្រះអង្គថាទូលបង្គំជាខ្ញុំយល់ឃើញថាមន្តវិជ្ជាដែលយើងបានរៀនមកសឹងឆេះសពគ្រប់ដូចគ្នាដូច្នេះបើក្លែងខ្លួនជាសត្វខ្លាធំហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារទម្រាំទៅដល់ព្រះនគរសូមក្លែងខ្លួនជាមនុស្សវិញក៏បានព្រះរាជាព្រះមហេសីនៅចតុស្ដម្ភក៏ព្រមតាមហោរាទ្រង់មានព្រះបន្ទូលសួរថាឥឡូវរូបខ្លាទាំងមូលនេះលោកណាត្រូវក្លែងខ្លួនធ្វើជាអ្វីចតុស្ដម្ភសូមធ្វើជាជើងខ្លាទាំង4ហោរាសូមធ្វើជាកន្ទុយព្រះអគ្គមហេសីសូមធ្វើជាខ្លួនខ្លារូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាលគឺតួព្រះមហាក្សត្រដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ជំនុំរួចស្រេចក៏សូត្រមន្តវិជ្ជាក្លែងខ្លួនកោតជាពហរាជស្ដេចខ្លាបានដោយសេចក្តីប្រាថ្នាស្ទុះបោលដេញចាប់សត្វប្រាសក្តានជាអាហារលុះអំឡុងទៅក៏កើតមានសេចក្តីសប្បាយភ្លេចរាជសម្បត្តិនិងព្រះមហានគរពុំស្ដាយសោះហេតុនេះបានជាសត្វខ្លាមានកម្លាំងជាងសត្វឯទៀតហើយសត្វខ្លានេះកាលនឹងចាប់សត្វជាអាហារគឺដឹងដោយសារកន្ទុយជាមុនព្រោះជាហោរាដងខ្លួនដែលទន់ភ្លន់គឺព្រះអគ្គមហេសីជាស្រីភាពឯកបាលដែលមើលឃើញសបំអស្ចារ្យគឺតួអង្គព្រះមហាក្សត្រដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់
អាយជើងទាំង4ដែលមានកម្លាំងខ្លាំងហើយមានក្រចកមុតគឺចតុស្ដម្ភទាំង4ប្រហែលបាត់ប្រយ័ត្នគោសូមអរគុណសម្រាប់ការស្ដាប់កុំភ្លេចជួយ Subscribe ម្នាក់មើលផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ